រាល់ឆ្នាំនៅពេលរដូវស្វាយទុំច្រើនរដូវស្វាយទុំស្រស់គ្នាមកបងប្អូនអ្នកដែលដាំស្វាយគាត់បេះលក់អត់ទាន់នាំយកទៅប្រទេសជិតខាងអត់ទាន់អត់មានទីផ្សារគឺត្រូវចាក់ចោលត្រូវខូចចោលត្រូវទុំចោលពេញចកាពេញដើមហើយធ្លាក់ថ្លៃអាចដល់1គីឡូ100រៀលក្រោម100ក៏មានដែរប៉ុន្តែឥឡូវនេះបងប្អូនបងស្រីស៊ីបែលប៉ារីសដែលជាម្ចាស់ brand ស៊ីបែលប៉ារីសណាគាត់បានបង្កើតរោងចក្រច្នៃវត្ថុធាតុដើមគឺស្វាយរបស់យើងនោះឲ្យក្លាយជាទំនិញនាំចេញជាតំណាប់ស្វាយនិងជាអ្វីផ្សេងទៀតជាច្រើននៅក្នុងគម្រោងណាឥឡូវហ្នឹងគឺបង្កើតរោងចក្រហើយអញ្ចឹងចាំកាលទៀតបងប្អូនខ្មែរយើងដែលជាជនជាតិខ្មែរដែលមានអានេះខ្ញុំចង់និយាយបងប្អូនដែលមានមនសិការមានឆន្ទៈពិតប្រាកដក្នុងការគ្រប់គ្រងផលិតផលខ្លួនឯងសម្រាប់ខ្ញុំគិតថាបើសម្រាប់ខ្ញុំផលិតផលក្នុងស្រុកទោះបីតែមិនទាន់ល្អ 100% ប៉ុន្តែយើងចាប់ផ្ដើមពីចំណុចហ្នឹងឯងបានយើងអាចនាំយកផលិតផលយើងទៅកាន់ពិភពលោកបានទៅកាន់បរទេសបានហើយយើងអាចលើកចិត្តខ្មែរយើងឲ្យផលិតច្នៃវត្ថុធាតុដើមរបស់ខ្លួនឯងឲ្យក្លាយជាទំនិញនាំចេញព្រោះនៅពេលដែលយើងមានវត្ថុធាតុដើមច្រើនយើងអត់មានវិធីសាស្ត្រច្នៃវត្ថុធាតុដើមឲ្យក្លាយជាទំនិញនាំចេញណាវាជាវិបត្តិដ៏ធ្ងន់ធ្ងរនៅពេលណាដែលយើងប្រមូលផលណាកសិកម្មរបស់យើងមិនថាស្វាយមិនថារបស់ផ្សេងបន្លែផ្លែឈើផ្សេងទេយើងអត់មានទីផ្សារប្រទេសជិតខាងឧទាហរណ៍ប្រទេសជិតខាងគេអត់ទទួលទិញគេមានដែរគេអត់ទិញណាប្រទេសខាងនេះក៏អត់ទិញក៏អត់ទិញយើងពឹងអាស្រ័យលក់ឲ្យគេវត្ថុធាតុដើមប៉ុន្តែបើគេអត់ទិញដល់ពេលណាដែលយើងប្រមូលផលស្រស់គ្នាវាចាល់រកទីផ្សារអត់បានខូចចោលស្អុយចោលទុំជ្រុះចោលអត់មានទីផ្សារប៉ុន្តែប្រសិនបើយើងមានកូនខ្មែរយើងដែលគាត់បង្កើតរោងចក្រដោយខ្លួនឯងច្នៃវត្ថុធាតុដើមរបស់ផ្លែឈើឬក៏កសិកម្មដែលវានៅក្នុងចកាអាហ្នឹងគេហៅវត្ថុធាតុដើមច្នៃវត្ថុធាតុដើមហ្នឹងឲ្យក្លាយជាទំនិញនាំចេញឧទាហរណ៍ដូចស្វាយអញ្ចឹងបងស្រីស៊ីបែលប៉ារីសគាត់ច្នៃស្វាយឲ្យក្លាយជាតំណាប់ឲ្យក្លាយជាទំនិញមិនថាទំនិញនាំចេញណាគ្រឿងកំប៉ុងគ្រឿងអីហ្នឹងណាគ្រឿងកញ្ចប់គ្រឿងអីហ្នឹងយកមានថាដាក់លក់ក្នុងស្រុកផងហើយលក់ក្នុងស្រុកមានការគ្រប់គ្រងច្រើនមានទីផ្សារខ្លាំងគាត់មានលទ្ធភាពនាំចេញទៅក្រៅប្រទេសដូចទៅបារាំងដូចទៅអូស្ត្រាលីកាណាដាទៅអាមេរិកអញ្ចឹងយើងបានផ្លាកខ្មែរយើងទៅក្រៅប្រទេសឲ្យគេស្គាល់ផងយើងបានគ្រប់គ្រងផលិតផលក្នុងស្រុកផងយើងបានណាបន្ធូរទីផ្សារសម្រាប់បងប្អូនខ្មែរយើងជាអ្នកដាំដុះជាកសិករផងពួកអីគាត់លេងភ័យខ្លាចដល់ពេលបើប្រទេសជិតខាងគេអត់ទិញទៅវត្ថុធាតុដើមដូចជាស្វាយដូចជាបន្លែត្រីសាច់របស់យើងហ្នឹងវាខូចវាចាល់ទៅវាខូចស្អុយចោលរុះចោលយើងមានអ្នកផលិតក្នុងស្រុកស្រាប់យើងយកមកដាក់ចូលក្នុងរោងចក្រច្នៃជាទំនិញនាំចេញលក់ទៅកសិករក៏បានក៏លក់បានមានទីផ្សារហើយសេដ្ឋកិច្ចរបស់យើងកាន់តែប្រសើរនេះជារឿងមួយដែលយើងជាខ្មែរគួរតែចូលរួមគ្រប់គ្រងឲ្យខ្ញុំអត់មានអីគាត់អត់មាន sponsor អត់មានអីជួលអីទេបាទគឺខ្ញុំជាកូនខ្មែរម្នាក់ខ្ញុំមើលឃើញពីឆន្ទៈមនសិការបងប្អូនដែលគាត់ជាអ្នកមានស្រុកខ្មែរយើងគាត់មានមនសិការក្នុងការធ្វើរឿងរបស់នេះគឺខ្ញុំសប្បាយចិត្តគឺឈប់ពឹងនឹងហាមរោងចក្ររបស់គេឈប់យកទៅឲ្យរោងចក្រគេផលិតឲ្យយើងមកលក់ឲ្យប្រជាជនយើងវិញយើងបង្កើតរោងចក្រខ្លួនឯងយើងទទួលទិញពីប្រជាជនខ្លួនឯងយើងអាចយកវត្ថុធាតុដើមទាំងអស់នោះទៅលក់ដល់ឲ្យគេយើងអាចផលិតតំណែងនាំចេញយកទៅលក់ឲ្យគេផងដែរហើយយើងអាចផលិតវត្ថុធាតុដើមឬក៏យកវត្ថុដើមទៅលក់ក្នុងស្រុករបស់យើងផងច្នៃជាតំណែងនាំចេញលក់ឲ្យក្នុងស្រុករបស់យើងផងយកទៅលក់ក្រៅស្រុកផងអាហ្នឹងវាចំណេញលើចំណេញហ្មងអញ្ចឹងបងប្អូនខ្មែរយើងដែលជាអ្នកមានមនសិការមានឆន្ទៈស្រឡាញ់ជាតិស្រឡាញ់គ្រប់គ្រងផលិតផលខ្លួនឯងមែនសូមជួយ share វីដេអូនេះម្នាក់មួយបើសិនជាបងប្អូននេះមិនបើគិតខ្លួនឯងមិនមានឆន្ទៈមិនចង់ឃើញខ្មែររីកចម្រើនទេបើ share ទេបាទចុចអូសរំលងចោលហ្មងទៅបាទអរគុណចា៎